លោកម្ចាស់ឲ្យសូមមេត្តាករុណាផងខ្ញុំទើបតែបេះបន្លែទាំងនេះប៉ុន្តែខ្ញុំមិនទាន់បានលក់វាពេញមួយថ្ងៃទេតើខ្ញុំអាចដូរចានរបស់អ្នកជាមួយចានវុនតុនតូចមួយបានទេក្មេងនោះឃ្លានខ្លាំងណាស់រហូតដល់ដើមមិនបានទៀតដូច្នេះគាត់ក៏ទៅយកកន្ត្រកស្លឹកបន្លែរលួយមួយដើម្បីបដូរយកនំវុនតុនតើអ្នកគិតថាខ្ញុំដំណើរការអង្គការសប្បុរសធម៌ឬប្រមូលសម្រាមជីតាខ្ញុំមិនឃ្លានទេតោះទៅផ្ទះផឹកទឹកត្រជាក់សិនចៅហ្វាយស៊ុបថ្លាមួយចានក៏គ្រប់គ្រាន់ដែរកន្ត្រកបន្លែទាំងមូលនេះគឺសម្រាប់អ្នកខ្ញុំមិនទាន់បានញ៉ាំសូម្បីតែមួយម៉ាត់ផងអ្នកមិនអាចយល់ភាសាមនុស្សបានទេមែនទេសូម្បីតែឆ្កែក៏មិនស៊ីបន្លែដ៏អាក្រក់នេះដែរគុំរារាំងអាជីវកម្មរបស់ខ្ញុំអីវានឹងនាំមកនូវសំណាងអាក្រក់រមៀលជាងស៊ីមានរឿងអ្វីជាមួយឯងរុញច្រានបរោះចំណាស់បែបនេះតើឯងញៀនថ្នាំមែនទេបរោះចំណាស់ម្នាក់នេះកំពុងព្យាយាមដាក់កន្ត្រកបន្លែលួយចូលក្នុងអាហារមានរឿងអ្វីបានជាខ្ញុំទាត់គាត់ចេញឈួតហើយនំវ៉ាន់ថនដែលមានតម្លៃ$2អាចធ្វើឲ្យអ្នកសាយធនឬអ្វីមួយជីដាក់ឲ្យកុំស្ដាប់ពាក្យមិនសមហេតុផលរបស់គាត់នាំចៅប្រុសរបស់អ្នកចូលមកអង្គុយចុះម្ចាស់ផ្ទះអ្នកគឺជាសប្បុរសជនដ៏អស្ចារ្យម្នាក់ខ្ញុំមិនអាចទាញយកប្រយោជន៍ពីអ្នកបានទេជីតាតើអ្នកកំពុងធ្វើអ្វីវុនតុន2ចានគឺសម្រាប់ខ្ញុំឆាប់យកវាទៅចោលទៅស៊ីវហ្វានឪពុកម្ដាយរបស់គាត់បានស្លាប់មុនអាយុខ្ញុំចិញ្ចឹមគាត់ដោយការប្រមូលសំណល់អេតចៃឥឡូវនេះកូនរបស់ខ្ញុំបានធ្វើបានល្អហើយត្រូវបានអនុញ្ញាតឲ្យចូលរៀននៅសាកលវិទ្យាល័យកូឆ្អឹងចាស់របស់ខ្ញុំទាំងនេះមិនអាចរៃអង្គាសប្រាក់ពី$3000នោះសម្រាប់ថ្លៃសិក្សាបានទេខ្សែដៃនេះគឺជាវត្ថុអនុស្សាវរីយ៍តែមួយគត់ដែលបន្សល់ទុកដោយជីដូនរបស់កុមារតើអ្នកគិតថាអ្នកអាចបដូរប្រាក់ខ្លះបានទេអូយអ្នកបានចូលរៀននៅសាកលវិទ្យាល័យហើយតើវាជាសាលាអ្វីមីងរបស់ខ្ញុំមកពីសាកលវិទ្យាល័យស៊ីងហ៊ូនិងពេលកាំងអូព្រះជាម្ចាស់ឲ្យសាកលវិទ្យាល័យស៊ីងហ៊ូជាងវីជនខ្វាក់ភ្នែកឲ្យមកទីនេះឥឡូវនេះហាងត្រួតត្រោមរបស់យើងត្រូវបានប្រែក្លាយទៅជារូបសត្វហ្វូនិកពណ៌មាសក្មេងប្រុសល្អសាកលវិទ្យាល័យលំដាប់លេខ1ក្នុងប្រទេសមានបញ្ហាអ្វីជាមួយខួរក្បាលក្មេងនេះលោកម្ចាស់លោកអាចយកខ្សែដៃនេះមកវិញបានទុកវាឲ្យកូនខ្ញុំជាមរតកគ្រួសារពេលគាត់រៀបការនេះជាប្រាក់$10,000យន់លោកសូមកុំយកវាអីមិនពាក់ព័ន្ធខ្ញុំមិនអាចទទួលយកលុយនេះបានទេយើងមិនអាចក៏បានទេប៉ុន្តែការអប់រំគឺមានសារៈសំខាន់បំផុតអ្នកបានចិញ្ចឹមចៅប្រុសរបស់អ្នកតែម្នាក់ឯងទៅរៀននៅសាកលវិទ្យាល័យស៊ីងហ៊ូនិងពេលកាំងវាជាការប្រសើរសម្រាប់ក្មេងនេះឲ្យទទួលបានជោគជ័យជាងអ្វីផ្សេងទៀតលុយដែលខ្ញុំបានឲ្យកូនខ្ញុំនៅពេលនោះគឺបានមកពីអ្នកមានគុណម្នាក់ស៊ីវហ្វានឆាប់ជួសជុលការអប់របស់មីងឯងឲ្យបានលឿនណាស់មីងឲ្យកូនមិនត្រូវភ្លេចគុណធម៌នេះឡើយខ្ញុំនឹងមិនភ្លេចសេចក្តីសប្បុរសនិងគុណធម៌ដ៏ធំធេងរបស់អ្នកឡើយខ្ញុំពិតជានឹងធ្វើអ្វីមួយដោយខ្លួនឯងនាពេលអនាគតហើយត្រឡប់មកវិញដើម្បីតបស្នងសងគុណរបស់អ្នកអូយនេះវាហួសហេតុពេកសម្រាប់ខ្ញុំហើយក្រោកឡើងទៅទីក្រុងធំហើយសិក្សាឲ្យខ្លាំងចាប់ពីពេលនេះទៅខ្ញុំនឹងត្រឡប់មកជួបមីងខ្ញុំវិញម្ដងក្នុងអំឡុងពេលវិស្មការរបស់ខ្ញុំចៅហ្វាយតើមីងស៊ីវឡាននៅទីនេះទេមីងឈីលិនបងប្រុសអ្នកបានមកដល់ទ្វារខុសហើយខ្ញុំកំពុងលក់នំផេនខេកចៀនតើខ្ញុំអាចខុសដោយរបៀបណាបើខ្ញុំគ្មាននរណាម្នាក់នៅជាមួយខ្ញុំកាលពី10ឆ្នាំមុនកន្លែងនេះត្រូវបានគេហៅថាហាងវុនតុនស៊ីវឡានឈ្មោះម្ចាស់ហាងគឺឈីលិនឈ្មោះរបស់ចៅហ្វាយគឺឈៀងសេអូអ្នកចង់មានន័យថាបងថ្លៃស្រីដែលបានលក់ហាងនេះឲ្យខ្ញុំកាលពី5ឆ្នាំមុនមែនទេមែនហើយវាជាគាត់តើគាត់បានផ្លាស់ទៅហាងធំជាងនេះមែនទេតើគាត់រកលុយបាននៅណាឥឡូវនេះសំណាងបែបណាវាគួរឲ្យរន្ធត់ណាស់ប្រាប់ខ្ញុំពីអ្វីដែលបានកើតឡើងយុវជនឲ្យហេតុអ្វីបានជាអ្នកមានអំណាចខ្លាំងម្ល៉េះកាលពី5ឆ្នាំមុនបងប្រុសឈៀងហ្វីចង់រកលុយបានច្រើនជាងមុនទឹកជញ្ជូនអាហារនៅពាក់កណ្ដាលអាធ្រាត្របរិសម្នាក់ត្រូវបានរថយន្តដឹកទំនិញមួយគ្រឿងដែលបើកបរដោយអ្នកបើកបរដែលហត់នឿយខ្លាំងបុកហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាប់ពីការថែទាំយ៉ាងយកចិត្តទុកដាក់អស់រយៈពេលកន្លះខែជននោះមិនអាចជួយសង្គ្រោះបានឡើយឈៀងហ្វីបាននិយាយថាវាបាត់ទៅហើយដើម្បីជួយសង្គ្រោះបរិសរបស់គាត់ប្អូនថ្លៃស្រីរបស់ឈីលិនបានលក់ផ្ទះនោះសូម្បីតែហាងនេះក៏ត្រូវបានផ្ដល់ឲ្យខ្ញុំក្នុងតម្លៃបញ្ចុះតម្លៃដែរនៅទីបំផុតពួកគេនៅតែបាត់បង់ទាំងលុយកាក់និងមនុស្សជាទីស្រឡាញ់របស់ពួកគេក៏ជំពាក់បំណុលបរទេសយ៉ាងច្រើនផងដែរតើមីងស៊ីឡាននៅណាឥឡូវនេះម្ចាស់បំណុលបិទទ្វាររាល់ថ្ងៃគាត់ជាស្ត្រីម្នាក់ដែលគ្មានកន្លែងណាត្រូវទៅខ្ញុំបានឮថាពួកគេកំពុងលាក់ខ្លួននៅពីក្រោយអគារចាស់ទ្រុឌទ្រោមនោះនៅភាគខាងលិចនៃទីក្រុងដែលហៀបនឹងត្រូវរុះរើចោលនៅក្នុងជំរកបណ្ដោះអាសន្ននិងនៅក្នុងកង់3ដែលខូចគាត់ហ៊ានប្រឈមនឹងខ្យល់និងភ្លៀងជារៀងរាល់ថ្ងៃដើម្បីបើកតូបលក់វុនតុនមួយនៅចំណុចផ្លូវបំបែកដើម្បីសងបំណុលរបស់គាត់ធ្វើការពីព្រឹកព្រលឹមដល់ល្ងាចខ្ញុំរកបានត្រឹមតែ2-3សេនប៉ុណ្ណោះក្នុងមួយយប់នេះពិតជាគួរឲ្យរន្ធត់ណាស់បាត់ត្រឡប់ក្រោយហើយទៅផ្លូវប្រសពនៅភាគខាងលិចនៃទីក្រុងជាបន្ទាន់ស៊ីវឡានហួសពេលកំណត់កន្លះខែហើយការប្រាក់សប្តាហ៍នេះបូករួមទាំងប្រាក់ដើមចំនួន$3000ខ្ញុំត្រូវការលុយបងប្អូនជីដូនមួយសូមស្ងប់ចិត្តអាកាសធាតុត្រជាក់ខ្លាំងណាស់ក្នុងរយៈពេល2ថ្ងៃកន្លងមកនេះគ្មានមនុស្សណាម្នាក់នៅតាមដងផ្លូវទេខ្ញុំមិនទាន់បានលុយដែលខ្ញុំចំណាយលើម្សៅផងឈប់ត្អូញត្អែខ្ញុំអំពីភាពក្រីក្រទៅឈៀងស៊ីបានស្លាប់អស់រយៈពេល5ឆ្នាំមកហើយគុណបំណុលសងបំណុលបោកប្រាស់និងគ្មានលុយតើអ្នកអាចបង្កើតតូបប្រភេទណាប្រសិនបើអ្នកគ្មានលុយបងប្អូនជីដូនមួយខ្ញុំសូមអង្វរអ្នកសូមផ្ដល់ឲ្យខ្ញុំ3ថ្ងៃទៀតផងខ្ញុំពិតជានឹងទទួលបានប្រាក់$3000សម្រាប់អ្នកក្នុងរយៈពេល3ថ្ងៃឲ្យខ្ញុំសម្រាប់បន្តិចឲ្យអ្នកសម្រាប់បន្តិចនោះបងប្អូនរបស់ខ្ញុំនឹងអត់ឃ្លាននិយាយរឿងមិនសមហេតុផលហើយយកលុយទៅបងប្អូនឲ្យសូមមេត្តាអាណិតផងខ្ញុំជាស្ត្រីមេម៉ាយម្នាក់ពិតជាត្រូវបានជំរុញឲ្យធ្លាក់ចូលដល់កែមនៃភាពអស់សង្ឃឹមសូមទុកផ្លូវឲ្យខ្ញុំចេញខ្ញុំគិតថាអ្នកនឹងមិនស្រក់ទឹកភ្នែកទេរហូតដល់អ្នកបានឃើញឈូសបងប្អូនឲ្យបង្វែរឆ្នាំងដ៏អាក្រក់នេះទៅយកកង់3ទៅសងបំណុលគ្មានផ្លូវទេតើអ្នកណាហ៊ានប៉ះឆ្នាំងរបស់ខ្ញុំនេះជាមធ្យោបាយតែមួយគត់របស់ខ្ញុំដើម្បីរស់តើខ្ញុំត្រូវសងប្រាក់វិញដោយរបៀបណាប្រសិនបើអ្នកបំផ្លាញទ្រព្យសម្បត្តិរបស់គាត់ខ្ញុំនឹងកាត់ផ្លូវចេញរបស់អ្នកនៅថ្ងៃនេះទាញគាត់ចេញហាព្រះអើយអ្នកអាចបង្ខំខ្ញុំឲ្យស្លាប់ក៏បានដែរឡើយជាងហេតុអ្វីបានជាអ្នកមិនយកខ្ញុំទៅជាមួយអ្នកលែងដៃខ្ញុំទៅអ្នកទាំងអស់គ្នាឥតប្រយោជន៍សោះតើអ្នកជានរណាគ្រាន់តែអ្នកបើកបររថយន្តទំនើបមិនធ្វើឲ្យអ្នកពិសេសនោះទេស្ត្រីចំណាស់ម្នាក់នេះជំពាក់លុយគេវាត្រឹមត្រូវណាស់តើគាត់ជំពាក់អ្នកស្រុកប៉ុន្មាន$300,000រួមទាំងប្រាក់ដើមនិងការប្រាក់អ្វីតើអ្នកនឹងក្រោកឈរឡើងដើម្បីស្ត្រីមេម៉ាយកំសត់ម្នាក់នេះមែនទេលីចាស់បានយកលុយពីដើមនេះគឺ$300,000ពេលដែលបំណុលត្រូវបានលុបចោលហើយចូលយកលុយខ្វក់របស់អ្នកហើយចេញពីទីនេះភ្លាមបើអញហ៊ានដើរចូលមកជិតមីងស៊ីវឡានកន្លះជំហានទៀតអញនឹងធ្វើឲ្យអញស្ដាយក្រោយមិនខានបាទចាស់សលោកម្ចាស់សូមលោកស្ងប់ស្ងាត់ចុះយើងកំពុងចាក់ចេញឥឡូវនេះមីងកូនសូមអភ័យទោសដែលខ្ញុំយឺតខ្ញុំសូមទោសដែលអ្នកបានរងទុក្ខនោះនឹងមិនធ្វើទេចៅហ្វាយធំឲ្យក្រោកឡើង
ទេពេញទៅដោយអ្នកអរគុណសម្រាប់ការជួយសង្គ្រោះជីវិតខ្ញុំកូកូខ្ញុំគ្រាន់តែជាស្ត្រីចំណាស់ម្នាក់ដែលបើកតូបលក់ដូរត្រុតត្រោមមួយខ្ញុំមិនអាចសងប្រាក់300,000បានទេទោះបីជាខ្ញុំនឹងក្លាយជាទេសកលនៅជាតិក្រោយក៏ដោយមីងឲ្យអ្នកមិនចាំបាច់បង់ប្រាក់ទេសូមក្រឡេកមើលមុខខ្ញុំឲ្យកាន់តែច្បាស់យើងធ្លាប់ជួបគ្នាពីមុនមក10ឆ្នាំមុនមានបុរសចំណាស់រឹងរូសម្នាក់កាន់បន្លែលួយបានមកហាងរបស់អ្នកសុំអាហារជាមួយក្មេងប្រុសក្រីក្រម្នាក់ដែលស្ទើរតែឃ្លានអ្នកហើយដែលបានការពារយើងហើយបានយកចានវ៉ុនតុនធំពីរដែលពេញទៅដោយសាច់មកអ្នកបានបដិសេធទាំងស្រុងមិនព្រមទទួលយកខ្សែដៃថ្មគុជរបស់ជីតាខ្ញុំទេអ្នកភ្លេចអំពីថ្លៃសិក្សា10,000 យន់ដែលអ្នកបានបង្ខំខ្ញុំតើអ្នកជាក្មេងមកពីគ្រួសាររបស់អូតយ៉ាវដែលបានចូលរៀននៅសាកលវិទ្យាល័យសេងវ៉ាឬភីគីងមែនទេសៀវហ្វានគឺជាមីងរបស់ខ្ញុំសៀវហ្វានបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យខ្ញុំរកលុយបានពេលជីតារបស់ខ្ញុំទទួលមរណភាពគាត់បានកាន់ដៃខ្ញុំយ៉ាងណែនហើយនិយាយថាគាត់នឹងតបស្នងសងគុណខ្ញុំវិញទោះបីជាគាត់ត្រូវធ្វើការដោយគោឬសេះពេញមួយជីវិតរបស់គាត់ក៏ដោយអូព្រះជាម្ចាស់ឲ្យឈៀងស៊ីចូលបើកភ្នែករបស់អ្នកហើយមើលក្មេងកំសត់ដែលខ្ញុំបានជួយសង្គ្រោះនៅពេលនោះបានធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សដ៏អស្ចារ្យម្នាក់ហើយមីងឲ្យសូមកុំយំអីចាប់ពីថ្ងៃនេះទៅខ្ញុំនឹងសងបំណុលរបស់អ្នកខ្ញុំនឹងមើលថែអ្នកពេញមួយជីវិតរបស់អ្នកចាប់ពីពេលនេះទៅខ្ញុំសៀវហ្វាននឹងក្លាយជាកូនប្រុសរបស់អ្នកផ្ទាល់គឺហ៊ូញ៉ាំអេក្រង់10ឆ្នាំមុនបើមិនមែនដោយសារលុយ10000 យន់របស់មីងស៊ីវឡាននិងចាន់វ៉ុនតុនសង្គ្រោះជីវិតពីចាន់ទេខ្ញុំសៀវហ្វានច្បាស់ជាអត់ឃ្លានស្លាប់នៅតាមដងផ្លូវតាំងពីយូរយារណាស់មកហើយតែសេរីរងរឿងសពថ្ងៃនេះនៅណាមានមនុស្សជាច្រើននៅក្នុងលោកនេះដែលបន្ថែមការទៅក្នុងក្រណាត់បាក់មានមនុស្សតិចណាស់ដែលសុខចិត្តជួយក្នុងគ្រាលំបាកថ្ងៃនេះខ្ញុំចំណាយលុយដើម្បីសងបំណុលនៃការដឹងគុណវាមិនមែនគ្រាន់តែដើម្បីបំពេញបំណងប្រាថ្នារបស់ជីតាដែលបានស្លាប់របស់ខ្ញុំនោះទេខ្ញុំក៏ចង់បញ្ជាក់អ្វីមួយដល់មនុស្សគ្រប់គ្នាដែរមនុស្សល្អគួរតែត្រូវបានផ្ដល់រង្វាន់សេចក្តីសប្បុរសមិនគួរត្រូវបានឆ្លៀតឱកាសឡើយជាចុងក្រោយកុំភ្លេចចុចលើរូបភាពប្រវត្តិរូបរបស់ខ្ញុំដើម្បីចូលទៅក្នុងគេហទំព័រដើមនិងកន្លែងតាំងបង្ហាញផលិតផលរបស់ខ្ញុំទទួលបានថង់ធំចំនួន6ដែលមានគ្រឿងទេសភ្នំនិងអាហារសមុទ្រដែលគ្មានសារធាតុបន្ថែមក្នុងតម្លៃត្រឹមតែ9.9 យន់ប៉ុណ្ណោះនាំយកជំនាញចម្អិនអាហារដ៏ស្អាតស្អំរបស់មនុស្សជំនាន់មុនមកផ្ទះវិញអំណោយសម្រាប់សុខភាពនិងសុខុមាលភាពគ្រួសារទាំងមូលសូមឲ្យមនុស្សដែលមានចិត្តល្អទាំងអស់នៅក្នុងការផ្សាយផ្ទាល់របស់យើងរស់នៅប្រកបដោយសន្តិភាពនិងសុវត្ថិភាពកូនឲ្យហេតុអ្វីបានជាកូនធ្វើរឿងធំម្ល៉េះមីងមានអារម្មណ៍ថានាងកំពុងយកសពមកឲ្យនេះមិនមែនជាសុបិនទេចូលយើងទុកភាពញញៃនេះចោលហើយត្រឡប់មកផ្ទះវិញជាមួយខ្ញុំចាប់ពីពេលនេះទៅខ្ញុំនឹងចម្អិនម្ហូបឲ្យអ្នករាល់ថ្ងៃពេលយើងត្រឡប់មកផ្ទះវិញ